ក្តៅមុននេះបន្តិចសម្ដេចតេជោហ៊ុនសែនលើកឡើងថាអ្វីដែលអ្នកនាងកណ្ដាថាលើកឡើងមានចរិតជាការគំរាមកំហែងនៅថ្ងៃទី11ខែមិនិនាឆ្នាំ2026នៅមុននេះបន្តិចសម្ដេចតេជោហ៊ុនសែនបានធ្វើការបង្ហោះសារនៅលើគណនីផេកផ្លូវការរបស់សម្ដេចផ្ទាល់ដែលឆ្លើយតបទៅនឹងអ្នកនាងកណ្ដាថាអ្វីដែលអ្នកនាងកណ្ដាថាលើកឡើងនោះគឺមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋកម្ពុជានៅក្នុងនោះដែរសម្ដេចតេជោបានបង្ហោះសារដែលមានខ្លឹមសារបែបនេះថាប៉ុន្មានថ្ងៃនេះមានការជជែកលើរឿងក្មួយស្រីកនិដ្ឋាដែលចេញមកបញ្ចេញមតិរឿងដែលអាមេរិកថាអាចមកចាប់បងប្អូនខ្មែរឥស្លាមដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជាសម្ដេចបានបន្តទៀតថាខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយនឹងរឿងនេះទេប៉ុន្តែបើខ្ញុំមិនទប់ស្កាត់រឿងនេះទេវារីកកាន់តែធំព្រោះអ្វីដែលកណ្ដាថាលើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយដែលសូម្បីតែរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផងអ្វីដែលគ្រោះថ្នាក់ជាងនេះទៀតគឺបង្កគ្រោះថ្នាក់នៃការបែងចែកនិកាយសាសនាក្នុងសាសនាអ៊ីស្លាមផងនិងការបែងចែកសាសនាផ្សេងគ្នានៅកម្ពុជាផងសម្ដេចតេជោបានបន្តទៀតថាអ្វីដែលគួរឲ្យខ្លាចគឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងទៀតគឺសង្គ្រាមសាសនានេះឯងនៅក្នុងការបង្ហោះសារដដែលសម្ដេចបានបញ្ជាក់បន្ថែមទៀតថាជាង47ឆ្នាំនៃការចូលរួមកាន់អំណាចនៅកម្ពុជាខ្ញុំខិតខំធ្វើសុខដុមរមណីយកម្មជាតិសាសន៍និងសាសនាដែលធ្វើឲ្យគ្មានចំនួនជាតិសាសន៍និងសាសនានៅកម្ពុជានោះឡើយ